ឲ្យទៅដល់រដូវកាលនេះដឹងតែកបិតជ្រុញទៅកិច្ចគ្នាលាន់រំពងផ្អើលពេញភូមិហើយពេលខ្លះមិនមែនលឺត្រឹមតែពេលថ្ងៃទេណាបងប្អូនគឺមកយប់ទល់ភ្លឺហ្មងពេញពងពេញពងពេចពុកពេចពុកហើយមានចាក់ភ្លេងកំដរថែមទៀតយើងកាត់ត្រីឆ្លងថ្ងៃបងប្អូនដោយសារតែត្រីច្រើនពេកហើយរយៈពេល10ឆ្នាំជាងហើយដែលនាងខ្ញុំលាចាកសិក្ខាបទពីការកាត់ត្រីកាភ្លៀងដល់ទៅពេលថ្ងៃនេះគឺថាមានអារម្មណ៍ចង់រំលឹកវិជាកូនណមិញនាងខ្ញុំនឹងគាត់អុំទូកមកចែកត្រីគេយកទៅធ្វើម៉ែមទៅពេលឃើញអញ្ចឹងនាងខ្ញុំក៏ហក់ឡើងតាមទូកគាត់មកមើលគេកាត់ត្រីកាភ្លៀងហើយក៏ឆ្លៀតចូលកាត់ជាមួយគេបានបន្តិចដែរខានកាត់យូរស្មានថាកាត់លែងកើតតើមានណាអាចប្រើការបានគាត់ថារៀងយឺតជាងមុនណាកាលពីមុននាងខ្ញុំកាត់ត្រីកាភ្លៀងនេះមួយថ្ងៃយ៉ាងហោចណាស់ក៏បាន200-300គីឡូដែរតែឥឡូវប្រហែលជាមិនបានដូចមុនទេដោយសារតែយើងខានកាត់យូរតែបើសិនជាករណីយើងវឹកហាត់ជាប្រចាំថ្ងៃអាចបានហើយនាងខ្ញុំឃើញអូនតូចៗក៏កាត់ត្រីកាភ្លៀងចេះនឹកឃើញកាលខ្លួនឯងនាងខ្ញុំកាត់កាភ្លៀងតាំងពីដឹងក្តីរហូតដល់នាងខ្ញុំអាយុ8-10ឆ្នាំបាទនាងខ្ញុំឈប់កាត់ណាឲ្យទៅថាពេលដែលនាងខ្ញុំទៅនេពីការរៀនគឺដឹងតែជួយកាត់ត្រីម៉ាក់ហើយគ្រូសានាងខ្ញុំទោះបីជាគាត់ជួបបញ្ហាខ្វះខាតយ៉ាងណាក៏ដោយប៉ុន្តែគាត់អត់ដែលឲ្យកូនឈប់រៀនទេគាត់ឲ្យកូនទៅរៀនគាត់ថាពេលទៅនេយើងមកជួយកាត់ត្រីអីគាត់អញ្ចឹងណាហើយពេលខ្លះហើយនាងខ្ញុំទៅរៀនទាំងខ្លួនឆ្អាបក៏មានដែរអាពេលតូចៗមិនជាបញ្ហាទេតែដល់ពេលយើងធំយើងក៏មុំហើយដល់ពេលយើងទៅនេយើងមិនជួយកាត់ត្រីដល់ម៉ោងយើងមិនទៅរៀនហើយតាមធម្មតាបងប្អូនគិតមើលយើងនៅនឹងពនុកត្រីឆ្អាបអញ្ចឹងទោះបីជាយើងងូតទឹកសម្អាតយ៉ាងណាក៏ដោយក៏នៅតែមានក្លិននៅតាមកញ្ចក់ខ្លួនរបស់យើងដោយសារតែយើងផ្អាប់នឹងត្រីនឹងរាប់ម៉ោងអញ្ចឹងពេលដែលយើងងូតទឹកទៅរៀនវានៅមានអាក្លិនអីទាំងអស់ហ្នឹងពេលខ្លះនាងខ្ញុំត្រូវបានមិត្តភ័ក្តិនៅក្នុងថ្នាក់នឹងគេសើចចំអកថាយើងធំក្លិនឆ្អាបត្រីអញ្ចេះមួយអញ្ចេះពីរដៃជើងយើងរិចអីអញ្ចឹងណាដោយសារតែគ្រួសារយើងខ្វះខាតអ្នកតែនាងខ្ញុំម៉ាក់ប៉ាគាត់មានកូនដល់ទៅ7-8នាក់ហើយកូនតូចកូន3ឆ្នាំ2 3ឆ្នាំ2វាសបើគ្នាអញ្ចឹងបើសិនជាពឹងទៅលើប៉ានាងខ្ញុំម្នាក់ឯងរកស៊ីចិញ្ចឹមកូនគឺពិបាកណាស់បងប្អូនហើយអញ្ចឹងពេលដែលពួកនាងខ្ញុំរៀងធំបន្តិចយើងអាចជួយរកលុយគាត់បានក៏យើងមកជួយកាត់ត្រីឬក៏ធ្វើនេះធ្វើនោះអីចឹងទៅហើយពេលទៅនេះយើងទៅរៀនដោយអូនតូចទាំងអស់នេះគាត់មិនខុសអីពីនាងខ្ញុំកាលពីមុនទេពេលទៅនេមកជួយកាត់ត្រីរកលុយឲ្យម៉ាក់ដល់ម៉ោងទៅរៀនក៏ទៅរៀនទៅពេលខ្លះបងប្អូនឧទាហរណ៍ថាយើងចូលរៀនម៉ោង2:10ថ្ងៃឬក៏ម៉ោង10ថ្ងៃកាត់ត្រីដល់ម៉ោង10កន្លះឬក៏ម៉ោង10កន្លះសល់កន្លះម៉ោងហ្នឹងមួយទឹកបញ្ញាប់អុំទូកទៅរៀនទៀតកាលមុនមានកណូតអីបើអញ្ចេះទេអុំទូកទៅរៀនពេលខ្លះក៏សុំដោយសារទៅគេអញ្ចឹងងូតទឹកក៏កក់សក់មិនបានត្រង់ជ្រុងដុសខ្លួនមិនបានត្រង់ជ្រុងទេវាជាប់អាក្លិនឆ្អាបអីហ្នឹងទៅជាមួយទៀតរៀនទាំងខ្លួនឆ្អាបតែដល់ទៅពេលមកឃើញអូនតូចនេះនឹកឃើញខ្លួនឯងកាលពីមុនយើងកាត់ត្រីបានតែ1គីឡូ100ទេដោយបងប្អូនឃើញអញ្ចឹងពេលដែលយើងកាត់ត្រីហ្នឹងខ្លួនត្រីយើងដាក់ផ្សេងក្បាលត្រីយើងដាក់ផ្សេងអញ្ចឹងក្បាលត្រីយើងយកទៅលក់ឲ្យអ្នកគេចិញ្ចឹមត្រីអីអញ្ចឹងទៅហើយខ្លួនត្រីហ្នឹងគឺយើងថ្លឹងឲ្យគេ1គីឡូ100បើសិនជាយើងកាត់បាន100គីឡូបាន12000 200 20000 300 30000អីអញ្ចឹងទៅគាត់ថាកាលពីមុនហ្នឹងគឺលុយវារៀងថ្លៃតែដល់ទៅពេលឥឡូវនេះគឺ1គីឡូ250តែក្បាលត្រីគឺគេអត់ឲ្យយើងទេគេយកអញ្ចឹងយើងថ្លឹងតែខ្លួនត្រីនឹងលក់ឲ្យគេ1គីឡូ250កាត់បាន100គីឡូ25000 200គីឡូ50000ហើយភាគច្រើនអ្នកកាត់ត្រីហ្នឹងគឺច្រើនតែស្រីទេដោយសារតែប្រុសគាត់រវល់ចូលព្រៃរីមងរីស្ទូចអីចឹងទៅដល់ទៅពេលប្រពន្ធតនេនៅផ្ទះគាត់មកជួយកាត់ត្រីរកចំណូលបន្ថែមអ្នកខ្លះគាត់ដាក់កូនតូចមកតាមដោយបងប្អូនឃើញអញ្ចឹងគាត់ចង់រឹងមួយទៅដាក់កូនឲ្យគេងបើសិនជាកូនឃ្លានក៏ឲ្យកូនម៉មទៅម៉មហើយក៏ឲ្យគេងវិញគេងហើយគាត់ក៏មកកាត់ត្រីហើយអ្នកខ្លះគាត់មានសមាជិកគ្រួសារច្រើនគាត់កាត់ម្ដង4-5នាក់អញ្ចឹងគាត់អាចរកចំណូលមួយថ្ងៃបាន200,000ក៏មានដែរបើសិនជាគេមានត្រីច្រើនឲ្យយើងកាត់អញ្ចឹងម្នាក់100-200គីឡូ4-5នាក់យើងគិតមើលទៅ1គីឡូ250អញ្ចឹងរដូវកាលនេះបើសិនជាយើងរកនៅក្នុងព្រៃអត់បានគឺយើងបានពីការកាត់ត្រីនេះឯងប្រហែលថ្ងៃមុនដែលតិចខ្លាំងនេះខ្ញុំអាណិតអ្នកកាត់ត្រីតើកាត់ឡើងមកយប់ទួភ្លឺហ្មងយើងគិតមើលយើងនៅក្នុងផ្ទះបិទទ្វារបិទប្អួយឡើងចិត្តគេងនៅក្នុងមុងទៅដល់ភួយឡើងក្រាស់នៅស្រែកថាតិចល្ងាដល់ថ្នាក់គេងមិនលក់ចុះតម្រាំពួកគាត់ដែលអង្គុយកាត់ត្រីកដាលវាលនេះទៀតមិនដឹងថាគាត់តិចប៉ុណ្ណាទៅអញ្ចឹងហើយបានថានៅពេលដែលយើងគិតតែខ្លួនឯងពិបាកវេទនាយើងគួរតែសម្លឹងមើលអ្នកដែលគេពិបាកជាងយើងថាតើគេអាចរស់ទៅមុខបានអត់គេអាចដើរទៅមុខបានអត់បើសិនជាគេទៅមុខបានយើងមិនគួរបញ្ឈប់ត្រឹមនឹងទេយើងអាចទៅមុខបានដូចគេអញ្ចឹងហ្នឹងហើយបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការចំណាយពេលទស្សនាវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ